បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះបាទអញ្ចឹងថ្ងៃហ្នឹងគឺថ្ងៃទី17ខែ12ឆ្នាំ2025បាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺតាក់ទងទៅនឹងការប្រើប្រាស់ក៏ដូចជាបច្ចេកទេសខ្លះៗនៃការប្រើប្រាស់ថ្នាំបាទជាទូទៅបងប្អូនយើងតែងតែទស្សនាវីដេអូរបស់ខ្ញុំរួចហើយតែតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំហើយនឹងការព្យាបាលសត្វបាទអញ្ចឹងនៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនតែងតែជួបបញ្ហាច្រើនណាស់តាក់ទងទៅនឹងការចិញ្ចឹមបងប្អូនខ្លះក៏ជួបបញ្ហានេះបងប្អូនខ្លះក៏ជួបបញ្ហានោះប៉ុន្តែបញ្ហាទាំងអស់ហ្នឹងបងប្អូនយើងមួយចំនួនអាចដោះស្រាយទៅបានដោយសារការប្រើប្រាស់ថ្នាំក៏ដូចជាបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំទាំងអស់ហ្នឹងគឺបានជោគជ័យប៉ុន្តែនៅមួយចំនួនទៀតបងប្អូនយើងមួយចំនួនទៀតដែលជួបបញ្ហាហើយมันមានការដោះស្រាយក៏ដូចជាពិបាកនៅក្នុងការដោះស្រាយរាល់បញ្ហាដែលជួបនៅលើសត្វបងប្អូនបាទអញ្ចឹងនៅវីដេអូមួយនេះខ្ញុំនិយាយតាក់ទងទៅនឹងការប្រើប្រាស់ថ្នាំខ្លះៗហើយនឹងបច្ចេកទេសក្នុងការចិញ្ចឹមក៏ដូចជាការថែទាំសត្វរបស់យើងមួយផ្នែកដើម្បីចែកជូនបងប្អូនចាត់ទុកទៅជាមេរៀនសម្រាប់ឲ្យបងប្អូនយកទៅអនុវត្តឲ្យបានល្អក៏ដូចជាឲ្យបានការចិញ្ចឹមហ្នឹងគឺបានផលល្អបាទអញ្ចឹងតកតងទៅនឹងការចិញ្ចឹមសត្វរបស់បងប្អូនគឺតែងតែជួបនៅបញ្ហាអញ្ចេះបញ្ហាអញ្ចោះហើយបញ្ហាទាំងអស់ហ្នឹងបើបងប្អូនដោះស្រាយទៅបានវាមិនជាបញ្ហាទេបើសិនបើជាបងប្អូនយើងដោះស្រាយទៅមិនបានអាហ្នឹងគឺជាបញ្ហាមួយដែលនាំឲ្យបងប្អូនយើងពិបាកនៅក្នុងការចិញ្ចឹមសត្វជាទូទៅបងប្អូនយើងអ្នកចិញ្ចឹមសត្វម្នាក់បើសិនណាជាសត្វរបស់យើងមានបញ្ហាបងប្អូនយើងគឺខ្វាយខ្វល់ខ្លាំងណាស់តាក់ទងទៅនឹងការព្យាបាលក៏ដូចជាការធ្វើរោគវិនិច្ឆ័យអីផ្សេងបងប្អូនយើងហ្នឹងគឺអត់ច្បាស់បាទឬក៏យើងច្បាស់ហើយប៉ុន្តែការប្រើប្រាស់ថ្នាំទាំងអស់ហ្នឹងយើងអត់ដឹងថាត្រូវប្រើប្រាស់ថ្នាំអីដើម្បីមកព្យាបាលរាល់បញ្ហាដែលសត្វរបស់យើងគឺមានបញ្ហាហ្នឹងបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូខ្លីហើយវីដេអូរបស់ខ្ញុំគឺអត់និយាយអីវែងឆ្ងាយទេខ្ញុំសូមបង្ហាញតាក់ទងទៅនឹងថ្នាំឈ្មោះវា Electrolita Electrovita បាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកនិយាយក៏ដូចជាបកស្រាយនៅ Electrovita នេះដើម្បីឲ្យបងប្អូនយើងកាន់តែច្បាស់តាក់ទងទៅនឹងការប្រើប្រាស់បាទជាទូទៅនៅក្នុងថ្នាំមួយគ្នាពេលឥឡូវនេះក្រុមហ៊ុនដែលនាំចូលមកគឺគាត់សរសេរជាភាសាខ្មែរបាទជាក់ស្ដែងដោយថ្នាំនេះគាត់សរសេរចេញជាភាសាខ្មែរដើម្បីឲ្យបងប្អូនយើងងាយយល់ប៉ុន្តែទន្ទឹមនឹងការយល់នេះក៏វាមានភាសាបច្ចេកទេសយើងមួយចំនួនដែលភាសាបច្ចេកទេសនេះគឺបងប្អូនយើងអត់ធ្លាប់ដឹងអត់ធ្លាប់ឮពីមុនមកបាទអញ្ចឹងហើយតកតងទៅនឹងវីដេអូបច្ចេកទេសក៏ដូចជាភាសាបច្ចេកទេសនេះបើសិនណាជាបងប្អូនយើងអត់ដឹងបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំហើយបងប្អូនអាចយល់បាន3-4ចំណុចទៅគ្រាន់តែជាដើមទុនដើម្បីយកទៅព្យាបាលសត្វរបស់បងប្អូនព្រោះជាទូទៅថ្នាំភាគច្រើនគេសរសេរថាភាសាបច្ចេកទេសទេឧទាហរណ៍ដូចជាជំងឺ Streptococcus ឬក៏ជំងឺ Salmonellosis អញ្ចឹងបើសិនណានិយាយតែភាសាបច្ចេកទេសឬក៏ឈ្មោះជំងឺទាំងអស់ហ្នឹងដែលគេសរសេរនៅលើសំបកថ្នាំយើងក៏អត់ដឹងថាការប្រើប្រាស់ហ្នឹងឬក៏យើងអត់ដឹងថារោគសញ្ញានៃជំងឺ Streptococcus ឬក៏ Staphylococcus អីឬក៏ Salmonella ហ្នឹងវាអត់មានអត់ដឹងថារោគសញ្ញារបស់វាគឺរបៀបម៉េចយើងឃើញតែការសរសេរនៅលើសំបកថ្នាំហើយក៏អត់ដឹងថាជំងឺហ្នឹងវាមានស្ថានភាពម៉េចកើតតែលើសត្វដែលមានអាយុប្រមាណហើយរោគសញ្ញាហ្នឹងគឺអីខ្លះបាទនេះខ្ញុំឧទាហរណ៍ណាអញ្ចឹងហើយបានខ្ញុំចេញជាវីដេអូដើម្បីបញ្យល់បងប្អូនទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំមួយហើយសត្វណាខ្លះឬក៏រោគសញ្ញានៃសត្វណាខ្លះដែលអាចប្រើប្រាស់ថ្នាំទាំងអស់ឬក៏អាចប្រើប្រាស់ថ្នាំនេះបានបាទអញ្ចឹងដើម្បីឲ្យត្រូវរោគសញ្ញារបស់បងប្អូនទាល់តែព្យាយាមមើលវីដេអូឬក៏ដើម្បីឲ្យត្រូវរោគសញ្ញារបស់សត្វបងប្អូនតើបងប្អូននឹងព្យាយាមរកឱសថណាដើម្បីកំណត់ពីរោគសញ្ញាហើយគឺយើងយកឱសថហ្នឹងទៅព្យាបាលបាទអញ្ចឹងជាក់ស្ដែងដោយ Electrovita នេះគឺតកតងទៅនឹងការព្យាបាលគឺវាអាចព្យាបាលករណីសត្វយើងមួយចំនួនដែលមានបញ្ហាតកតងទៅនឹង stress បាទជាទូទៅ stress នេះភាសាបច្ចេកទេសគេថា stress ហើយបើប្រែមកជាខ្មែរយើងវាមិនប្រែចំអីប្រហែលទេគឺវាតកតងជាមួយនឹងផ្លូវអារម្មណ៍របស់សត្វបាទអញ្ចឹងតកតងនឹងផ្លូវអារម្មណ៍របស់សត្វ
គឺមានការសប្បាយរីករាយអីចឹងទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនយើងបាននិយាយពីរឿងអារម្មណ៍របស់សត្វបងប្អូនយើងប្រហែលជាសើចថាតកតងនឹងអារម្មណ៍សត្វវាអត់ដែលមានអារម្មណ៍អញ្ចឹងបាទអញ្ចឹងខ្ញុំអត់បញ្យល់អីវែងឆ្ងាយទេតកតងនឹង stress នេះវាអាចតកតងនឹងការរស់នៅទីកន្លែងវាអត់ស្អាតតកតងនឹងទីកន្លែងចង្អៀតឬក៏តកតងនឹងការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយជាពិសេសគេបងប្អូនដែលចិញ្ចឹមទាយកពងបាទកាលណាតែចិញ្ចឹមទាយកពងបងប្អូនយើងដែលចិញ្ចឹមទាប្រឡែងភាគច្រើនគឺបងប្អូនតែងតែបដូរកន្លែងឧទាហរណ៍ថាឥឡូវកន្លែងនេះឲ្យប្រឡែងអញ្ចឹងទៅវាអស់អីស៊ីអញ្ចឹងទៅបងប្អូនយើងត្រូវដូរកន្លែងពីកន្លែងហ្នឹងមកកន្លែងនេះទៀតដែលការបដូរហ្នឹងគឺវាមានរយៈពេលគេហៅថាវែងឆ្ងាយតែកាលណាឆ្ងាយការដឹកជញ្ជូនវាធ្វើឲ្យសត្វរបស់យើង stress បាទអញ្ចឹងហើយតែមានបញ្ហា stress នេះមួយគឺធំបំផុតហើយបញ្ហា stress នេះគឺវាអាចបង្កផលប៉ះពាល់ទៅអីផ្សេងទៀតបាទអញ្ចឹងតកតងនឹង stress ហើយមួយទៀតតកតងទៅនឹងកម្ដៅជាទូទៅបើសិនណាជាសត្វរបស់បងប្អូននឹងរងទទួលនៅការកម្ដៅថ្ងៃខ្លាំងក៏វានាំឲ្យសត្វរបស់យើង stress នាំឲ្យសត្វរបស់យើងនឹងតកតងនឹងការស៊ីចំណីថយចុះហើយប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់វាគឺអត់រឹងមាំល្អទេបាទអានឹងតកតងទៅនឹងតកតងការ stress ដោយកម្ដៅថ្ងៃណាមានការដឹកជញ្ជូនការ stress ដោយសារកម្ដៅថ្ងៃហើយមួយទៀតមានបញ្ហា stress នេះមួយវាអាចបង្កឲ្យសត្វរបស់យើងបង្កទៅជាភាពស្លេកស្លាំងឲ្យសត្វរបស់យើងនឹងមានបញ្ហារាករូសហើយមួយទៀតគឺតកតងទៅនឹងការទន់ជើងបាទអានេះតកតង stress មួយមុខឯណាអញ្ចឹងនិយាយជារាយមកតកតងទៅនឹងការប្រើប្រាស់Electrovita នេះតកតងទៅនឹងទី1 stress ទី2 stress ដោយសារការដឹកជញ្ជូនការបដូរទីកន្លែងអាចបណ្ដាលមកពីឬក៏សត្វយើងអាចមានបញ្ហាឡើងកម្ដៅបញ្ហារាករូសបញ្ហាក្អួតចង្អោរបាទជាពិសេសគេគឺជ្រូកដែលមានបញ្ហាការឡើងកម្ដៅខ្ពស់វាធ្វើឲ្យសត្វជ្រូកនឹងងាយទទួលនៅបញ្ហាក្អួតចង្អោរឬក៏មួយទៀតក៏អាចមានបញ្ហាដោយសារការពុលចំណីនឹងវាទៅជាមានបញ្ហារាករូសទន់ជើងខ្សោយហេវហត់អស់កម្លាំងធ្វើឲ្យសត្វរបស់យើងនឹងវាស្លេកស្លាំងខ្លាំងបាទហ្នឹងតកតងនឹងជ្រូកណាបាទអញ្ចឹងតកតងនឹងបញ្ហាហ្នឹងហើយមួយទៀតនៅចំណុចមួយទៀតដែលខ្ញុំអត់ទាន់បានប្រាប់តកតងទៅនឹងបាក់សីវិញម្ដងបាក់សីជាទូទៅវាអាចមានបញ្ហាចាក់ស៊ីសាច់គ្នាចាក់រោមគ្នា stress ដោយសារការដឹកជញ្ជូនឬក៏មួយទៀតអាចបណ្ដាលមកពីការបាត់បង់សារធាតុរ៉ែក៏ដូចជាបាត់បង់ទឹកជាទឹកច្រើននៅក្នុងខ្លួនវាធ្វើឲ្យសត្វរបស់យើងនឹងគឺទន់ជើងសម្រាប់បាក់សីហើយមួយទៀតតកតងនឹងការទន់ជើងតកតងនឹងការរាករូសប៉ុន្តែរាកនេះគឺរាកដោយសារជំងឺអីផ្សេងទេដែលយើងអាចយកElectrovita នេះអាចយកទៅប្រើបានក្នុងករណីដែលវារាកហើយវាយើងព្យាបាលរាកហើយប៉ុន្តែសត្វរបស់យើងមិនថាជ្រូកមាន់ទាអីគោក្របីទេពេលដែលយើងព្យាបាលរាកហើយវាស្រាប់តែជាអារាកនឹងមកប៉ុន្តែសត្វរបស់យើងនឹងគឺអត់មានស៊ីចំណីឬក៏ការស៊ីចំណីស៊ីដែរប៉ុន្តែវាស៊ីតិចតួចបាទអញ្ចឹងសម្រាប់Electrovita នេះគឺអាចដោះស្រាយនៅបញ្ហាដែលបងប្អូនជួបដោយខ្ញុំជម្រាបខាងលើនេះបាទអញ្ចឹងបើសិនណាជាតកតងជាមួយនឹងទាពងដែលមានបញ្ហា stress ដោយសារការដឹកជញ្ជូនវាអាក់ពងវាចុះពងអីអញ្ចឹងទៅអញ្ចឹងតែកាលណាមានបញ្ហាចុះពងឬក៏បញ្ហាដែលចាញ់កម្ដៅថ្ងៃយើងអាចជ្រើសយក Electrovita នេះទៅប្រើបាទហើយសម្រាប់ការប្រើប្រាស់ហ្នឹងយើងអាចប្រើបានទាំងអស់មិនថាកូនមាន់កូនទាកូនជ្រូកកូនគូកូនក្របីយើងអាចប្រើបានទាំងអស់ជាពិសេសគេគឺក្នុងករណីសត្វដែលមានបញ្ហារាកហើយទន់ជើងបាទអញ្ចឹងតារាកហើយទន់ជើងនេះការព្យាបាលបើសិនណាយើងអត់ដឹងពីបញ្ហារបស់វាក៏ដូចជាអត់ដឹងពីថ្នាំសម្រាប់ព្យាបាលទៅលើសត្វដែលមានបញ្ហាទន់ជើងហ្នឹងយើងគឺពិបាកនៅក្នុងការព្យាបាលណាព្រោះពេលខ្លះសត្វដែលរាកបើសិនណាយើងវាយថ្នាំខ្លាំងពេកវាធ្វើឲ្យសត្វរបស់យើងនឹងងាយទទួលរងគ្រោះថ្នាក់ដល់ជីវិតម្ល៉េះហើយបើយើងវាយបើយើងព្យាបាលសត្វហ្នឹងក៏បើយើងអត់វាយថ្នាំទប់ជំនួយក៏ដូចជាថ្នាំដែលបំពេញជាតិទឹកនៅក្នុងខ្លួនសត្វទេវាធ្វើឲ្យសត្វរបស់យើងនឹងហេវហត់អស់កម្លាំងខ្សោយមែនទែនបន្ទាប់ពីយើងព្យាបាលរាកនឹងហើយបាទយើងតកតងនឹង Electrovita នេះសម្រាប់ការប្រើប្រាស់ជាទូទៅគឺយើងប្រើនៅក្នុងនេះគេសរសេរចេញជាភាសាខ្មែរហើយបងប្អូនយើងអត់ពិបាកទេបាទនៅក្នុងនេះគេឲ្យយើងប្រើក្នុង1ក្រាមលាយទឹក1លីត្របាទអញ្ចឹងបើនិយាយពី1ក្រាមលាយទឹក1លីត្របងប្អូនយើងអត់មានអីថ្លឹងក្រាមទេអត់មានជាប្រភេទកូនជីងតូចដើម្បីថ្លឹងក្រាមទេអញ្ចឹងបងប្អូនយើងតែងតែសួរថា1គីឡូនេះប្រើបានទឹកប្រមាណលីត្រ
ឬក៏ចំណីប្រហែលគីឡូឬក៏មួយទៀតសំណួរពីបងប្អូនយើងដែលច្រើនតែសួរតើតើនឹងការប្រើប្រាស់ថ្នាំបងប្អូនយើងតែងតែប្រៀបធៀបទៅស្លាបព្រាកាហ្វេឬក៏ស្លាបព្រាបាយបាទអញ្ចឹងបើតើតើនឹងការប្រើប្រាស់បើសិនណាយើងប្រើទៅលើមន់ទាអីយើងពិបាកនៅក្នុងការប្រើប្រាស់យើងអាចយកអេឡិចត្រូវីតានេះក្នុងមួយខាំយើងអាចលាយទឹក100លីត្រសម្រាប់ការប្រើប្រាស់ឲ្យសត្វរបស់យើងផឹកបាទហើយជាទូទៅនៅក្នុងការប្រើប្រាស់យើងអាចប្រើថ្នាំនេះរយៈពេល3ថ្ងៃ3ឬក៏5ថ្ងៃជាប់គ្នាដើម្បីបំពេញជាតិទឹកបន្ថែមក្នុងករណីសត្វដែលមានការទន់ជើងខ្លាំងណាបើសិនណាជាសត្វរាកហើយឬក៏នៅសុកសត្វយើងស្រាប់តែក្តៅទាំងហក់ជ្រកក្រោមកតោទឹកកតោចំណីហើយវាទន់ជើងសម្រាប់ការប្រើប្រាស់អេឡិចត្រូវីតានេះគឺយើងប្រើរយៈពេលហ្នឹងគឺ5ថ្ងៃជាប់គ្នាបាទអញ្ចឹងយើងប្រើ5ថ្ងៃជាប់គ្នាខ្ញុំធានាឲ្យថាវាសុខភាពវានឹងល្អប្រសើរឡើងវិញបាទតកតងនឹងការប្រើប្រាស់បាទហើយមួយទៀតបើសិនណាយើងប្រើទៅលើមន់ច្រើនយើងអាចយកអេឡិចត្រូវីតានេះក្នុង1គីឡូលាយទឹក1000លីត្រឬក៏ចំណី800ទៅ1តោនបាទយើងអាចលាយនៅក្នុងចំណីក៏បានយើងអាចលាយនៅក្នុងទឹកក៏បានហើយការប្រើប្រាស់គឺយើងប្រើបើសិនណាជាប្រើលាយនៅក្នុងចំណីយើងអាចប្រើ3ថ្ងៃជាប់គ្នាហើយបើយើងប្រើលាយក្នុងទឹកយើងមានជំរើស2យើងអាចប្រើ3ថ្ងៃជាប់គ្នាក៏បានយើងអាចប្រើ5ថ្ងៃជាប់គ្នាក៏បានសម្រាប់អេឡិចត្រូវីតានេះបាទអញ្ចឹងអត់មានអីច្រើនទេតកតងទៅនឹងអេឡិចត្រូវីតានេះបើសិនណាជាបងប្អូនយើងអ្នកចិញ្ចឹមទាយកពងឬក៏មន់យកសាច់បងប្អូនយើងគួរតែជ្រើសប្រើព្រោះមូលហេតុអីបានខ្ញុំឲ្យថាគួរតែជ្រើសប្រើដោយសារតែសត្វពីរប្រភេទនេះសត្វមន់យកសាច់ឬក៏ទាចិញ្ចឹមយកពងនេះវាអាចងាយទទួលរងនៅកង្វះសារធាតុរ៉ែព្រោះនេះវាមានសារធាតុរ៉ែនៅក្នុងហ្នឹងវាអាចជួយបំពេញបន្ថែមនៅក្នុងករណីដែលសត្វយើងទន់ជើងហេវហត់ខ្សោយស្លេកស្លាំងអីអត់ឃ្លានចំណីណាព្រោះបញ្ហាពីរហ្នឹងដែលខ្ញុំដើរតាមរោងគឺច្រើនតែជួបបាទអញ្ចឹងបងប្អូនយើងកុំភ្លេចតកតងនឹងអេឡិចត្រូវីតានេះបាទហើយបើនិយាយរឿងគុណភាពវាគឺល្អហើយបើតកតងនឹងតម្លៃវាក៏ធូរថ្លៃខ្លាំងណាស់ដែរអញ្ចឹងវាសមល្មមអាចនឹងបងប្អូនយើងយកមកទិញយកមកប្រើនៅក្នុងកសិដ្ឋានឬក៏ទុកប្រើនៅក្នុងការចិញ្ចឹមសត្វរបស់យើងកុំឲ្យមានបញ្ហាទន់ជើងបាទព្រោះអីផុតតែខែ12នេះឡើងទៅវាអាចចូលដល់រដូវក្តៅបាទតែដល់ខែ2ខែ3វាចូលដល់រដូវក្តៅសត្វរបស់យើងអាចជួបបញ្ហាទាក់ទងនឹងការទន់ជើងនឹងច្រើនបាទអានេះសម្រាប់យើងទិញទុកទៅប្រើហ្នឹងគឺអត់ខុសសំណងទេបាទហើយតាក់ទងជាមួយតម្លៃខ្ញុំបញ្ជាក់មិញហើយគឺធូរថ្លៃមែនតើបាទអញ្ចឹងវាសមល្មមអាចដែលយើងយកមកប្រើបានហើយសម្រាប់ការប្រើប្រាស់នៅពេលដែលយើងប្រើប្រាស់ហើយគឺធានាថាសត្វរបស់យើងហ្នឹងគឺមានសុខភាពល្អទាំងកូនសត្វហើយនឹងសត្វពេញវ័យក៏ដូចជាមេសត្វផងដែរហើយមួយទៀតបើតាក់ទងទៅនឹងការប្រើប្រាស់ទៅលើមេគូមេជ្រូកបាទព្រោះមិញបានជម្រាបអស់តកតងទៅនឹងការប្រើប្រាស់ទៅលើមេគូមេជ្រូកគឺតកតងទៅនឹងទឹកដោះវាជួយឲ្យសត្វរបស់យើងនឹងមានគុណភាពទឹកដោះក៏ដូចជាសម្បូរទឹកដោះច្រើនបាទសម្រាប់សត្វដែលបំបៅដោះកូនហើយសម្រាប់សត្វដែលចិញ្ចឹមយកពងវាជួយសម្បកប្រងជួយឲ្យសម្បកពងក្រាស់ទំហំពងធំវាជួយទប់ស្កាត់ក្នុងករណីសត្វដែលអាសាដង្ហក់បាទអាសាដង្ហក់ក្តៅហើយមួយទៀតតកតងទៅនឹងបញ្ហាក្តៀនក៏យើងប្រើបានដែររាកក៏យើងអាចប្រើបានបាទអញ្ចឹងយើងអាចប្រើបានពីរផ្លូវណាបាទអញ្ចឹងយ៉ាងម៉េចដែរបងប្អូនទៅពេលដែលខ្ញុំបង្ហាញតកតងនឹងអេឡិចត្រូវីតានេះតើបងប្អូនយើងអាចចាប់អារម្មណ៍យកទៅប្រើឬក៏បងប្អូនណាខ្លះដែលមានបញ្ហាតកតងទៅនឹងការរៀបរាប់ក៏ដូចជារូបសញ្ញារបស់សត្វដែលខ្ញុំបានរៀបរាប់នៅក្នុងវីដេអូនេះបាទអញ្ចឹងបើសិនណាជាមានមតិយោបល់ឬក៏មួយទៀតតកតងទៅនឹងបញ្ហាដែលបងប្អូនអាសាជួបនៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនអាចខមមិនក៏ដូចជាអាចសនំពោឲ្យខាងខ្ញុំផលិតចេញជាវីដេអូដើម្បីបកស្រាយក៏ដូចជាមានវិធីសាស្ត្រខ្លះតកតងទៅនឹងការព្យាបាលក៏ដូចជាការបញ្ជៀសបញ្ហាដែលបងប្អូនជួបនៅពេលបច្ចុប្បន្ននៅក្នុងការចិញ្ចឹមសត្វរបស់បងប្អូនបាទអញ្ចឹងវីដេអូនេះគឺដល់ទីបញ្ចប់ប៉ុណ្ណឹងហើយក៏សូមអរគុណផងដែរសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងរាល់កំហុសខុសឆ្គងតកតងនឹងកាយវិការតកតងនឹងពាក្យសម្ដីណាមួយដែលបងប្អូនស្ដាប់ទៅមិនសមរម្យនៅក្នុងវីដេអូរបស់ខ្ញុំមិនថាវីដេអូនេះឬក៏វីដេអូមុនទេក៏សូមខន្តីអភ័យទោសព្រោះអីខាងខ្ញុំក៏វាមិនមែនជាអ្នកផ្សព្វផ្សាយព័ត៌មានអញ្ចឹងរាល់ការនិយាយទៅវាអាចនឹងប៉ះពាល់អារម្មណ៍បងប្អូនបាទអ
អញ្ចឹងអត់មានអីជាច្រើនអត់មានអីច្រើនទេវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលា